នេះឯងចង់បីគ្នាជាមួយគាត់ទេអត់ទេពួកយើងគ្រាន់តែមានតំណែងស្នេហាពីចម្ងាយប៉ុណ្ណឹងស្នេហាពីចម្ងាយភាគរយបីគ្នាដល់ទៅ90%គាត់ថែមទាំងមានទាំងសង្ហាទៀតបើឯងគាត់ទៅបែបនេះប្រកាសជាមានមនុស្សស្រីមានតាក់ទងគាត់មិនខានតែឯងមិនខ្លាចទេខ្ញុំមិនខ្លាចទេទុំរំដល់ពលិយន្តហោះនៅឆ្ងាយណាស់អូនកិច្ចសិនទៅបងបាក់ឡានទៅខ្ញុំមិនខ្លាចថាមានគេមកតាក់ទីគាត់ទេតែខ្ញុំគាត់តែខ្ញុំមិនអាចចិត្តពីកូនបងប្រាប់ប៉ុន្មានដងហើយថាកុំឲ្យឡើងយន្តហោះគៀកមកពេកពេលនេះយ៉ាងម៉េចដែរខុសជើងហើយបើអញ្ចឹងពេលនេះគាត់ទៅធ្វើយ៉ាងម៉េចទៅថ្ងៃស្អែកក៏មានប្រជុំទៀតនៅព្រឹកដល់ណាឆាប់ឡើងណានមកអូបងបាក់ឡានមកដល់ហើយមកពីឡានយើងនឹងល្អបើអញ្ចឹងបងទៅរកសន្តាគារឲ្យសម្រាប់សិនទៅមិនអីទេមកសម្រាប់លើឡានបន្តិចទៅចាំពេលអូនដូចការងារហើយបងនាំអូនទៅញ៉ាំអីណាបងលំបាកហើយខ្ញុំមិនអាចចិត្តពីកូនដែលមានតែខ្ញុំពេញការគ្នារបស់កូននេះជាថ្ងៃគម្រប់ខួបរបស់យើងអូនហ៊ានខកណាផងមែនទេគឺមកពីអូនធ្វើការថែមមកមិនអាចទៅបានទេតែអូនមិនអាចញ៉ាំតែបាយពូតបានទេនៅទីនេះឆាប់ទៅវ៉ាវនេះបងរៀបចំបានយ៉ាងម៉េចហ្នឹងរីករាយថ្ងៃគម្រប់ខួបរបស់យើងអូនញ៉ាំបាយឲ្យស្រួលបួទៅការងារចាំបងជាអ្នកធ្វើណាបងពិតជាល្អណាស់ខ្ញុំមិនអាចចិត្តគាត់ឯងគាត់ទៅខ្វល់ពីសុខភាពរបស់ខ្ញុំជាខ្លួនឯងទៅទៀតឥឡូវម៉ែនេះតង់បានហើយខ្ញុំមកឆ្លងឆ្នាំដល់ផ្ទះរកគាត់អាទិត្យក្រោយនេះតែទៅពួកឯងក៏ជិបជាប់ពីហើយដែរទៅលេងផ្ទះរកគេធ្វើខ្លួនបានល្អផងបើអញ្ចឹងឆ្លងឆ្នាំកូនមិនបានជួបម៉ាក់ទេសុឈីទីបំផុតបងអាចឆ្លងឆ្នាំជាមួយអូនបានហើយឆ្នាំនេះប៉ាម៉ែកូនស្រីបងនឹងថាអូននឹងម៉ាក់ប៉ាទៅបបួលពួកគាត់មកជាមួយដែរទៅជាគ្រួសារតែមួយត្រូវតែឆ្លងឆ្នាំជាមួយគ្នាដោយសារតែលីតុងទៅពួកយើងអាចជិះឡានទំនើបហើយស្រួលខ្លួនបែបនេះនេះគឺជាឡានខៃធីឡាខឺ 86អ្នកបងខ្ញុំគិតថាពួកយើងគាត់រៀបចំថ្ងៃការពួកគេឲ្យបានលឿនៗទៅចាំពេលពួកគេមានកូនឡាននេះក៏ពេញហើយល្អខ្ញុំរៀបកម្រងរួចហើយឆ្លងឆ្នាំនេះពួកយើងនឹងទៅកន្លែងដែលអូនបាននិយាយកាលពីមុនខ្ញុំមិនអាចចិត្តពីគាត់តែចិត្តទុកខ្ញុំជាគ្រួសារតែមួយដល់ប្រលានយន្តហោះហើយទោះបីជាមិនអាចចិត្តក៏ត្រូវតែនិយាយគ្នាដែរចាំបន្តិចសិននេះជាអីទៅនេះគឺជាកញ្ចក់ដែលបងបានដាក់ពេលតែមុននៅពេលដែលអូននឹកបងអូនគ្រាន់តែភ្លុកទៅបងនឹងបង្ហាញខ្លួននៅពីមុខអូនសុទ្ធតែជារបស់បោកក្មេងឆាប់ទៅប្រយ័ត្នមិនទាន់បងទៅមែនតើហើយមើលថែខ្លួនឲ្យល្អណាគាត់ល្អដល់ខ្ញុំក៏គួរតែល្អដល់គាត់វិញដែរដោះលែងគាត់ទៅមិនគួរធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់គាត់ទេ我知道你还是爱着我虽然分开的理由我们都已接受你知道我会有多难过所以បងក៏ហៅអូនបងមិនបានបង្ហាញខ្លួនទេហេតុអីក៏បងក៏ហៅអូន全世界你ក្រែងបងចាក់ចេញទៅហើយបងនៅទៅហើយបងនឹងថាអូនត្រូវការបងបើអូនមិនសប្បាយចិត្តទេរកលុយបានប្រយោជន៍អីទៅមិនបានទេអូនមិនអាចអាត្មានិយមបែបនេះបានទេក្មេងងងដែលបងល្អជាមួយអូនគឺចង់ឲ្យអូនពឹងផ្អែកលើបងមិនមែនឲ្យអូនមិនសប្បាយចិត្តពេលដែលបងចាក់ចេញទេក្នុងមួយជីវិតនេះបងនឹងទទួលខុសត្រូវធ្វើជាទីពឹងផ្អែករបស់អូនតោះយើងទៅផ្ទះវិញនៅលើលោកនេះមានមនុស្សច្រើនយ៉ាងនេះពិតជាសំណាងណាស់ដែលផ្លូវមួយនេះជារបស់ពួកយើងរហូតមក